ជារឿងធម្មតាទេដែលមនុស្សយើងចូលចិត្តស្ដាប់ពាក្យសរសើរឬពាក្យផ្អែមល្ហែមប៉ុន្តែចូលប្រយ័ត្នថានៅក្នុងជីវិតជាក់ស្ដែងប្រភេទមនុស្សដែលចូលមកក្នុងជីវិតរបស់យើងដោយប្រើពាក្យផ្អែមល្ហែមដូចជាទឹកឃ្មុំយល់ស្របតាមយើងគ្រប់យ៉ាងសរសើរយើងមិនដាច់ពីមាត់និងហាក់ដូចជាយល់ចិត្តយើងខ្លាំងជាងនរណាទាំងអស់នោះគឺជាប្រភេទមនុស្សដែលគួរឲ្យខ្លាចបំផុតព្រោះនៅក្នុងលោកនេះអ្វីដែលផ្អែមពេកច្រើនតែមិនល្អចំពោះសុខភាពហើយអ្វីដែលល្អពេកច្រើនតែមិនមែនជាការពិតសំណួរសួរថាហេតុអ្វីបានជាយើងមិនគួរទុកចិត្តមនុស្សដែលនិយាយល្អពេកទី1ការពិតមិនមែនសុទ្ធតែពណ៌អសទាំងអស់នោះទេជីវិតពិតមានទាំងចំណុចល្អនិងចំណុចខ្វះខាតមនុស្សដែលស្រឡាញ់យើងពិតគេនឹងហ៊ាននិយាយអ្វីដែលជាការពិតចំណុចអាក្រក់របស់យើងដើម្បីឲ្យយើងកែលម្អចំណែកមនុស្សដែលនិយាយតែពាក្យល្អគឺគេគ្រាន់តែចង់យកចិត្តដើម្បីបិទបាំងគោលបំណងអ្វីមួយតែប៉ុណ្ណោះទី2របាំងមុខនៃពាក្យសម្ដីផ្អែមគឺជាអាវុធដ៏មុតស្រួចបំផុតរបស់មនុស្សពុទ្ធបុត្រគេប្រើវាដើម្បីសាងទំនុកចិត្តបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់យើងនិងដើម្បីគ្រប់គ្រងអារម្មណ៍របស់យើងឲ្យដើរតាមហ្គេមរបស់គេទឹកថ្លាពេកគ្មានត្រីមនុស្សដែលល្អឥតខ្ចោះពេកគ្មានការពិតចូលចាំថាមនុស្សដែលគួរឲ្យខ្លាចបំផុតមិនមែនជាមនុស្សដែលនិយាយត្រង់ដាក់យើងទេប៉ុន្តែគឺជាមនុស្សដែលចាក់ក្រោយខ្នងដោយស្នាមញញឹមនិងសម្ដីផ្អែមល្ហែមនេះឯងកុំវិនិច្ឆ័យមនុស្សត្រឹមតែត្រចៀកតែត្រូវមើលដោយកែវភ្នែកមើលសកម្មភាពច្រើនជាងពាក្យសន្យាមើលការអនុវត្តច្រើនជាងការបកស្រាយហើយមើលពីរបៀបដែលគេនិយាយដើមអ្នកដទៃប្រាប់មកកាន់យើងទៅបើគេអាចនិយាយដើមអ្នកដទៃឲ្យយើងស្ដាប់យ៉ាងរអិលមាត់គេក៏អាចនិយាយដើមរបស់យើងឲ្យអ្នកដទៃស្ដាប់ដូចគ្នាដែរដូច្នេះកុំឲ្យពាក្យផ្អែមមកធ្វើឲ្យយើងងងឹតភ្នែកការទុកចិត្តគឺជាទ្រព្យសម្បត្តិដ៏ល្អបំផុតរបស់យើងចូលផ្ដល់វាឲ្យទៅមនុស្សដែលស្មោះត្រង់ប៉ុន្តែមិនមែនផ្ដល់ឲ្យទៅមនុស្សដែលគ្រាន់តែនិយាយល្អនោះទេ